ចំណុចសំខាន់របស់ម៉ៃនេះគឺសំឡេងគុណភាពសំឡេងរំខានហើយនិងសំឡេងធម្មជាតិវាគឺសឹងតែដូចគ្នាអ្វីដែលសំខាន់គឺបាទជួយកាត់សំឡេងរំខានហើយវាធ្វើឲ្យសំឡេងនៅមានគុណភាពល្អទៀតបាទសួស្តីបងប្អូនបើនិយាយពី microphone ខ្ញុំពិបាកនឹងមើលរំលងនៅ model មួយនេះណាដោយសារទាំងគុណភាពទាំងរូបរាង design បាទដែលខ្ញុំតែងតែលើកសរសើរពីវាគឺទាំងតម្លៃទាំងគុណភាពទាំងរូបរាង design គឺល្អមែនតើអាចនិយាយបានថា perfect សម្រាប់ខ្ញុំដោយសារតម្លៃរបស់វាបច្ចុប្បន្ននេះក៏សមរម្យបាទ iReady W10 គឺតម្លៃរបស់វាគឺសមរម្យមែនតើនៅលើទីផ្សារបើយើងធៀបជាមួយនឹង brand original ដូចគ្នាមួយចំនួនគឺតម្លៃរបស់គេគឺសិតតែលើ$100ហើយបើប្រៀបធៀបគុណភាពគឺមិនលើសអានេះទេបាទអញ្ចឹងឥឡូវយើងមកមើលរូបរាង design ប្រអប់របស់វានៅក្នុងប្រអប់វាមានភ្ជាប់មកជាមួយនឹង case រឹងបាទប្រភេទកណាត់គុណភាពមួយបាទហើយនៅក្នុងនោះវាមាន accessory មួយចំនួនដូចជាខ្សែសាក original ប្រើជាមួយនឹង Type C ហើយនឹង computer មួយនេះប្រើជាមួយនឹងកាមេរ៉ាបាទហើយវាក៏ភ្ជាប់មកជាមួយនឹងអងទប់សម្លេងទប់ខ្យល់ទប់សម្លេងរំខានដែលចេញពីខ្យល់មាត់ឬក៏ខ្យល់នៅក្នុងបរិយាកាសយើងបាទប្រភេទប៉ុងនេះគឺវាភ្ជាប់មកពីសម្រាប់ម៉ៃពីតែម្ដងអញ្ចឹងនៅក្នុងនេះវាមានដូចជាกระดาษណែនាំមួយចំនួនទៀតហើយប្រអប់របស់វាស្អាតបាទងាយស្រួលយើងយកតាមមួយឈុតនេះយើងទៅតាមខ្លួនយើងទៅដល់ណាក៏បានដែរបាទហើយឥឡូវមកមើលពីប្រអប់របស់វាការ design បាទការ design ប្រអប់របស់វាគឺស្អាតមែនតើបាទបែបខ្មៅគ្រើមរូបរាងខ្មៅគ្រើមស្អាតបាទហើយនៅក្នុងនោះគឺមកភ្ជាប់មកជាមួយនៅដុំទទួលសលេងមួយបាទសម្រាប់ដុំទទួលសលេងនេះយើងអាចប្រើបានទាំងទូរស័ព្ទហើយនិងកុំព្យូទ័រកាមេរ៉ាអីគឺប្រើដុំតែមួយនេះតែម្ដងហើយវាក៏អាចគៀបបានផងដែរអញ្ចឹងនៅក្នុងហ្នឹងគឺវាមានម៉ៃពីរគ្រាប់ហើយរូបរាងម៉ៃរបស់វាគឺតូចប្រហែលជាប៉ុនកូនដៃបាទរូបរាងតូចប៉ុនកូនដៃវែងហើយតូចបាទវាអត់ធ្វើមកធំកប៉ាងប៉ាងដូច brand មួយចំនួនទេប៉ុន្តែរូបរាងវាតូចស្អាតបាទហើយចំណុចសំខាន់របស់ម៉ៃនេះគឺសំឡេងគុណភាពសំឡេងរំខានហើយនិងសំឡេងធម្មជាតិវាគឺសឹងតែដូចគ្នាអ្វីដែលសំខាន់គឺបាទជួយកាត់សំឡេងរំខានហើយវាធ្វើឲ្យសំឡេងនៅមានគុណភាពល្អទៀតអញ្ចឹងសម្រាប់បងប្អូនដែលចង់បានម៉ៃដែលនៅពេលដែលយើងឆ្លាស់ទៅកាត់សំឡេងរំខានហើយវាអត់មានសំឡេងប្លែកខ្លាំងខុសពីសំឡេងដើមម៉ៃមួយនេះគឺល្អមែនតើអញ្ចឹងឥឡូវកុំឲ្យខាតពេលយើងទៅមើលពីការភ្ជាប់ម៉ៃនេះជាមួយនឹងកាមេរ៉ាOsmo Pocket របស់ខ្ញុំបាទឥឡូវខ្ញុំបានភ្ជាប់ម៉ៃនេះជាមួយនឹងកាមេរ៉ា DJI Osmo Pocket 3ខ្ញុំហើយគឺវាលយមែនតើបងប្អូនគឺយើងអាចប្រើជាមួយនឹងកាមេរ៉ាប្រភេទ action camera model DJI Osmo Pocket នេះបានទៀតហើយអានេះគឺជាសំឡេងផ្ទាល់ថតចេញពី microphone iReady W10 បាទដែលតម្លៃវាពីមុនខ្ទង់$90ជាងប៉ុន្តែបច្ចុប្បន្ននេះគឺខ្ញុំ discount មកនៅត្រឹមខ្ទង់$70ជាងទេហើយគឺជាតម្លៃពិសេសសម្រាប់លក់ជូនបងប្អូនសម្រាប់ quality ម៉ៃដែលមានគុណភាពខ្ពស់បែបនេះបាទឥឡូវនេះខ្ញុំបានឆ្លាស់វាមកការកាត់សំឡេងរំខានរបស់ microphone iReady W10 នេះហើយតើគុណភាពសំឡេងតើវាមានភាពខុសគ្នាច្រើនទេជាមួយនឹងសំឡេងដើមខ្ញុំថតមុននេះឥឡូវនេះដោយសារមានកង្ហារមួយនៅក្បែរខ្លួនផងដែរអញ្ចឹងនៅពេលដែលយើងកាត់សំឡេងរំខានបែបនេះប្រកបណាស់វាប្រកបជាជួយបានច្រើននៅពេលដែលយើងបើកមុខងារកាត់សំឡេងរំខានអញ្ចឹងបើយើងកាន់តែចង់បានសំឡេង quality ល្អទៀតគឺយើងអាចដាក់ជាប់ជាមួយនឹងបាទរោមនេះដែលទូនាទីរបស់វាគឺវាជួយទប់ខ្យល់ចេញពីមាត់យើងក៏ដូចជាខ្យល់នៅក្នុងបរិយាកាសនៅពេលដែលយើងថតនៅទីសាធារណៈហើយចំណុចសំខាន់របស់ម៉ៃនេះគឺវាអាចថ្មកាន់រហូតដល់8ម៉ោងក្នុងការសាកពេញម្ដងហើយទូនាទីប្រអប់របស់វាក៏វាដូចជា power bank ដើម្បីសាកថ្មទៅឲ្យម៉ៃនេះវិញនៅពេលដែលម៉ៃអស់ថ្មយើងអាចដាក់វាចូលទៅក្នុងប្រអប់សាកថ្មដើម្បីសាកម៉ៃនេះទៅក្នុងប្រអប់ហ្នឹងបានច្រើនដងដើម្បីប្រើបន្តទៀតហើយសម្រាប់ប្រភេទនេះគឺប្រើ Type C ទាំងអស់បាទហើយនៅលើម៉ៃបើសិនជាយើងអត់សាកជាមួយនឹងប្រអប់ក៏យើងអាចសាកជាមួយនឹងបាទម៉ៃផ្ទាល់បានផងដែរគឺវាមានគូតវាអញ្ចឹងជំរើសនៅក្នុងការប្រើប្រាស់មានច្រើនខុសពីម៉ៃដទៃប្រភេទម៉ៃមូលតម្លៃ100ជាងខ្លះដូចជា Holyland ដូចជា Mono Veltify គឺអត់អាចសាកនៅលើម៉ៃផ្ទាល់បានទេគឺអត់មានរុន Type C នៅលើម៉ៃទេប៉ុន្តែម៉ៃនេះមានអញ្ចឹងបងប្អូនអាចសាកម៉ៃផ្ទាល់ជាមួយនឹង USB Type C របស់ទូរស័ព្ទ iPhone ឬក៏ប្រភេទ
Android មួយចំនួនក៏អាចយកមកសាកវាបានដូចគ្នាហើយវាក៏ភ្ជាប់មកជាមួយនឹងខ្សែ SIM របស់វាសម្រាប់សាកបានផងដែរអញ្ចឹងគុណភាពសំឡេងបងប្អូនបានឮហើយពាក់ព័ន្ធនឹងការចាប់ចម្ងាយរបស់វាបានចម្ងាយរហូតដល់ចន្លោះពី180ទៅ200 ម៉ែត្រអានោះវាអាស្រ័យទៅតាមទីតាំងជាក់ស្ដែងបើសិនជាបងប្អូននៅទីសាធារណៈទីវាលដែលมันមានការបិទបាំងច្រើនគឺវាអាចធ្វើការបានល្អជាងតំបន់ដែលមានភាពបិទបាំងច្រើនអញ្ចឹង microphone មួយនេះគឺខ្ញុំពិតជា recommend មែនតើសម្រាប់ content creator ក៏ដូចជាអ្នកយកទៅប្រើប្រាស់នៅលើការងារ live លក់ទំនិញនៅលើ online ឬក៏ផលិតមាតិកាអីផ្សេងៗគឺបាទតម្លៃវាធូរមែនប៉ុន្តែគុណភាពដូចដែលបងប្អូនបានឮស្រាប់គឺបាទគុណភាពល្អមែនតើហើយមានការធានាច្បាស់លាស់ពីហាងបាទគឺបងប្អូនយកទៅប្រើដោយទំនុកចិត្តបាទអញ្ចឹងសម្រាប់ការពណ៌នាអំពី microphone មួយនេះបាទគឺមានតែប៉ុណ្្នឹងបើសិនជាបងប្អូនទិញនៅក្នុងឱកាសនេះគឺមានបាទតម្លៃ promotion បាទមានពីរពណ៌មានពណ៌សហើយនិងពណ៌ខ្មៅបាទអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូមួយនេះបាទជួបគ្នានៅវីដេអូក្រោយទៀតបាទ